ម្នាក់ឯងតែពុំឯកាមនុស្សល្អធម្មតាតែងដើរស្វែងរកមនុស្សល្អពីខាងក្រៅខ្លួនតែមនុស្សល្អដល់ថ្នាក់ស៊ីជម្រៅដឹងថាសេចក្តីល្អតែងនៅក្នុងខ្លួនហើយក៏ពុំចាំបាច់ដើរស្វែងរកនៅទីណាដែរគ្មានមាគ៌ាឬផ្លូវដើម្បីតម្រង់ទៅរកមនុស្សល្អទេតាមពិតយើងគ្រាន់តែលុបពាក្យមាគ៌ាឬផ្លូវចេញគឺនឹងជួបមនុស្សល្អហើយព្រមទាំងមានមនុស្សល្អនៅក្បែរខ្លួនរហូតមិនថាស្ថិតនៅក្នុងកលៈទេសៈលំបាកយ៉ាងណាក៏ដោយតើនរណាជាមនុស្សល្អគឺជាយើងក្នុងโลกយើងនេះមានមនុស្សល្អពីរប្រភេទដែលល្អចំពោះយើងពិតប្រាកដតែមនុស្សល្អទាំងពីរប្រភេទនេះពុំមានវត្តមានរស់នៅលើផែនដីនេះទេឡើយមនុស្សល្អទី1គឺមនុស្សដែលពុំទាន់កើតនៅឡើយមនុស្សល្អទី2គឺជាមនុស្សដែលស្លាប់បាត់ទៅហើយពេលយើងតាំងចិត្តមាំធ្វើជាមនុស្សល្អយើងនឹងពុំចាំបាច់ដើរស្វែងរកមនុស្សល្អនាំតែហត់ឡើយអ្វីដែលមានក្នុងខ្លួនយើងគឺជាល្បាយនិងជាធាតុផ្សំគ្រប់គ្រាន់ដើម្បីក្លាយទៅជាមនុស្សល្អពិតប្រាកដមនុស្សល្អទោះបីជារស់នៅម្នាក់ឯងក៏ពុំមានអារម្មណ៍ថាឯកាឡើយមនុស្សល្អរស់ក្រៅប្រព័ន្ធច្បាប់សង្គមរស់នៅក្រៅប្រព័ន្ធសាសនាសង្គមនិងរស់នៅក្រៅប្រព័ន្ធវប្បធម៌សង្គមសាសនារបស់មនុស្សល្អគឺជាសាសនានៃសេចក្តីស្រឡាញ់មនុស្សល្អប្រើសិលធម៌ជំនួសច្បាប់មានន័យថាមានច្បាប់ក៏ធ្វើសេចក្តីល្អឬគ្មានច្បាប់ក៏នៅតែប្រព្រឹត្តសេចក្តីល្អភាសារបស់មនុស្សល្អគឺជាភាសានៃសេចក្តីមេត្តាករុណាចំពោះអ្នកដទៃកែភ្នែករបស់មនុស្សល្អតែងតែសម្លឹងរកមើលចំណុចល្អរបស់អ្នកដទៃបបួលមាត់មនុស្សល្អតែងតែវាចាពោលពាក្យពិរោះមានន័យទៅកាន់អ្នកដទៃដោយសុទ្ធចិត្ត